ទូបីឧបសគ្គមករៀបរៀងក៏ចិនមកមិនងាករេនឹងនាំមកជូនទស្សនាដោយទឹកផ្លែឈើ Jengo ជាទឹកផ្លែឈើដែលមានគុណភាពខ្ពស់រសជាតិឆ្ងាញ់ពិសាមានច្រើនរសជាតិសម្រាប់ជ្រើសរើសទឹកផ្លែឈើ Jengo រសជាតិពិតពីធម្មជាតិអូសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាល្លឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាសមកសតាក់ខ្លាប្រើម្សៅ Enjoy អង្គុយខ្ញុំសួយនេះជ្រួយឆ្ងាញ់អារម្មណ៍ស្រស់ស្រាយអង្គុយ TPS យ៉ាងលើសគេមន្ទីរព្យាបាលធ្មេញដួងសិតស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលធ្មេញដួងសិតនាងឆាប់ចេញទៅក្រៅភ្លាមទៅតើអ្នកណាគេនឹងខ្ញុំណាស់បាក់ធ្វើភ្លាមទៅមានការស្អីទៀតហើយរកដេកពួនមិនបានស្អីតិចឯនេះគេលក់ស្រួលណាស់មិនគិតដល់ស្ថានភាពនៅក្នុងផ្ទះនេះទេឬមកកញ្ចោចចោលពីមិនដឹងខ្លួនឯណាចោលនៅណាទៅនៅណាខ្ញុំដឹកជលឺធ្លាក់ចាននៅផ្ទះបាយណាម៉ាក់បើអញ្ចឹងម៉ាក់គិតទៅដេកវិញហើយណាអើយហ៎ម៉ាក់ក៏ធ្វើស្អីហ្នឹងអាយ៉ាយើងត្រូវយកប្រដាប់ការពារត្រូវប្រុងប្រយ័ត្នតិចណាកូនពេលឯងបើកទ្វារគឺម៉ាក់ត្រូវកាន់កន្ត្រៃនៅនឹងដៃឯងឆាប់កាន់ទីនេះភ្លាមទៅណាចាំបើកទ្វារឲ្យម៉ាក់លឺទេឲ្យឆាប់ឡើងទៅប្រុងព្រៀបរួចហើយមែនទេនៅពេលដែលម៉ាក់រាប់គ្រប់3ដងឯងឆាប់បើកទ្វារឲ្យម៉ាក់ភ្លាមដូច្នេះចាំស្ដាប់ម៉ាក់រាប់ណាខ្ញុំដឹងហើយ1 2 3អើយឯងអើយឯងកំពុងធ្វើស្អីហ៎អើយធ្វើស្អីហ្នឹងហ៎មិនដឹងជាយ៉ាងម៉េចទេម៉ាក់ឯងប្រុងព្រៀបម្ដងទៀតណាចាំមិនជាត្រៀមរួចហើយហ៎មិនក៏អត់មានមនុស្សម្នាក់អញ្ចឹងហ៎ហើយឯងដេកយល់សពឃើញគេទេអីការប៉ិនខ្ញុំមិនទាន់ដេកទេម៉ាក់ខ្ញុំលើសម្លេងចាន់ធ្លាក់នៅទីនេះច្បាស់ណាស់មែនហើយប្រហែលជាសត្វឆ្មាទេដឹងនឹងចង្ក្រានដូចជាក្តៅណាស់ម៉ាក់ឆ្មាណាចេះប្រើចង្ក្រានហ្គាសនោះអញ្ចឹងចង្ក្រាននេះក្តៅហ៎អាយយប្រកាសជាការងាររបស់ក្មេងចង្រៃម្នាក់នោះហើយគេប្រកាសជាមកលួចធ្វើដាំស្លឲ្យអ៊ីនត្រាហើយដែលមនុស្សចិត្តស្លាប់នោះហើយមើលទៅមិនថាអញ្ចឹងអីម៉ាក់ថាឲ្យឃើញទេក្មេងចង្រៃនោះកូនឃើញនឹងភ្នែកហើយគេលុបបាត់ទៅហើយជាមួយមនុស្សម្នាក់ដែលចិត្តស្លាប់នេះឥឡូវនេះត្រឡប់ទៅបន្ទប់ដេកវិញទៅដេកឲ្យស្ងប់ទៅកុំឲ្យរំខានម៉ាក់ទៀតហីឆាប់ទៅដេកហើយកុំរំខានម៉ាក់ឲ្យសោះពីពេលនេះទៅជលទី
ខ្ញុំអរគុណហើយខ្ញុំមិនអីទេសភាពការស្ងប់ស្ងាត់វិញហើយអេនាងគិតថានាងឆ្លាតជាងយើងណាស់ទៅអីហ៎តាមពិតគឺវាគ្មានប្រយោជន៍នោះទេការដែលយើងនិយាយជាមួយឯងនេះប្រហែលដល់ហើយហ៎ប្រហែលដល់ហើយដែលនិយាយជាមួយឯងនេះមិនក៏ឯងមិនស្ដាប់សោះអញ្ចឹងកុំធ្វើចំណីអាហារឲ្យមនុស្សចិត្តស្លាប់ស៊ីឲ្យសោះនាងចាំតែមើលទៅតែយើងធ្វើស្អីខ្លះចំពោះប៉ារបស់ឯងនៅពេលនេះហ៎ចាំមើលណាក្មេងចង្រៃថាយើងធ្វើស្អីខ្លះទៅចំពោះមនុស្សចិត្តស្លាប់ម្នាក់នេះចាំមើលឆាប់លេងប៉ារបស់ខ្ញុំទៅលេងប៉ារបស់ខ្ញុំទៅតានេះសម័យណាជួយទៅនេះសម័យស្រីចំគុតម្នាក់នោះជួយមែនទេចាឲ្យមានខាយហ្នឹងហ៎នាងចង់ធ្វើស្អីហ្នឹងហ៎ចង់ធ្វើស្អីធ្វើបាបខ្ញុំទៅបានហើយខ្ញុំសុខចិត្តទទួលទាំងអស់ប៉ុន្តែសូមបងកុំធ្វើបាបប៉ារបស់ខ្ញុំអីអើយខ្ញុំស្អីខ្ញុំបោះស្អីចេញទៅចេញខ្ញុំសូមបងអ្នកស្រីខ្ញុំធ្វើតាមបញ្ជារបស់អ្នកស្រីទាំងអស់អេគឺគ្មានស្អីអាចធ្វើជាលេសដើម្បីឲ្យនាងមកវល់កខ្ញុំបាននោះទេដឹងដែរទេតាមពិតថ្ងៃនេះគឺយើងចង់ប្រាប់នាងឲ្យដឹងថាចាប់ពីថ្ងៃហ្នឹងទៅនាងមិនចាំបាច់មកក្បែរមនុស្សចិត្តស្លាប់នឹងតទៅទៀតទេពីព្រោះគេម្នាក់នេះត្រូវតែនៅក្នុងបន្ទប់តែម្នាក់ឯងឆាប់ឡើងមកតាមយើងមកខ្ញុំសូមបងកុំធ្វើបាបប៉ារបស់ខ្ញុំអីណែកុំលោឡាខ្លាំងពេកយប់ច្រេះណាបើយើងដូចជាឯងវិញនោះគឺយើងចង់ឲ្យប៉ារបស់ឯងឆាប់ស្លាប់ទៅវិញវាល្អជាងហេតុអីបានជាជីវិតយើងជួបតែទុក្ខលំបាកបែបនេះទៅវិញប៉ាពួកគេពិតជាសាហាវយើងក្នុងខ្លាំងណាស់ពួកគេពិតជាអាក្រក់មែនហើយពួកគេអាក្រក់ជាងបិសាចទៅទៀតបើសិនជាមានសភាពបែបនេះជារៀងរហូតថ្ងៃណាមួយនាងមិនចាំបាច់ព្រួយបារម្ភពេកទេយើងនឹងរៀបផែនការថ្មីមួយសម្រាប់នាងទៀតហើយប៉ុន្តែពេលណាទៅឬមួយក៏ត្រូវរងចាំរហូតដល់ប៉ារបស់ខ្ញុំសំខាន់ពេលនេះគឺយើងត្រូវទៅរកថ្នាំថ្មីដើម្បីព្យាបាលគាត់ប៉ុន្តែខ្ញុំអត់មានប្រាក់ទេយ៉ាងម៉េចដែរបើសិនជាយើងពឹងជានេះឲ្យជួយនាងយកក្រដាស់មកឲ្យនាងសរសេរថ្នាំដែលយើងត្រូវការក្រោយមកខ្ញុំនឹងបំពេញតាមកិច្ចរបស់ខ្ញុំការប៉ັດខ្ញុំមានវិធីដោះស្រាយខ្លួនឯងហើយបើអញ្ចឹងពិតជាល្អហើយប្រញាប់ធ្វើកិច្ចការរបស់នាងទៅអញ្ចឹងមានបញ្ចុះបាយអីទៅដើម្បីឲ្យរបស់នោះទៅនាងនោះជាកិច្ចការរបស់ខ្ញុំតានាងកំពុងញ៉ាំអីហ្នឹងនាងម៉ាប់អើយទៅក៏ទៅអើយទុកអានេះមកដុំសិនទៅការបរិយាកាសកន្លងមកនេះគឺមិនដែលឃើញយូរនេះសោះគេមិនសូវស្រួលខ្លួនតែមែនទេយូរនេះគេគ្មានជំងឺអ្វីទេប៉ារបស់គេកន្លងមកមានការងារច្រើនដែលធ្វើឲ្យគេមានការរវល់ជាមួយនឹងប៉ារបស់គេហ្នឹងអញ្ចឹងទេនាងយ៉ាងម៉េចហ្នឹង
ពេលម្សិលមិញមកខ្ញុំមិនបានសម្រាប់នោះទេ ឬមួយក៏នាងខ្ទឹមសបង្ខំឲ្យយើងធ្វើការដែលគ្មានពេលឈប់សម្រាកទៀតហើយចង់ឲ្យខ្ញុំទៅផ្ទះនាងដើម្បីរំលឹកគេម្នាក់នោះទៀតទេ មិនចាំបាច់ទេខ្ញុំអាចធន់នឹងការងារខ្ញុំបានហើយបើសិនជាខ្ញុំទ្រាំមិនបានចាំខ្ញុំប្រាប់លោកណា អេក្រមជើងរបស់យើងមិនទាន់ជូតនៅឡើយទេណាឆាប់ជូតភ្លាម សុំទោសអ្នកស្រី គឺកន្លែងនេះណាមិនបានជូតទេពិតជាល្ងើមែនបើជ្រុលจะធ្វើការធ្វើឲ្យស្អាតភ្លាមទៅមិនចំគួតនាងឯងភ្លើទេអីភ្នែកនេះមិនបាក់ភ្នែកធំទៅភ្នែកមើលទៅមិនក៏មិនបាក់ភ្នែក សុំទោសអ្នកស្រីតើខ្ញុំមានកំហុសអីទេ ស្អីគ្មានកំហុសនេះគ្មានកំហុសទេអីនាងគិតថាកន្លែងយើងដាក់ជើងមិនបាច់ជូតទេមែនទេ ខ្ញុំជូតរួចហើយអ្នកស្រី នេះជាស្អីនេះជាស្អីហ៎នាងមានឃើញហើយនៅហ៎អេជូតអិតការ៉ូនេះឲ្យជ្រះ ការ៉ូនេះឲ្យភ្លឺរលោងឲ្យជ្រះភ្លាមទៅណាជូតឲ្យស្អាតហើយទៅបោកខោអាវទៅជូតផ្ទះបាយទៀតរួចរាល់អស់ហើយគឺខ្ញុំចង់ឲ្យផ្ទះទាំងអស់នេះស្អាតរួចរាល់មុនម៉ោងនិងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅនឹងត្រូវធ្វើការស្អាត តើនាងកំពុងតែញ៉ាំស្អីនោះ អាយ៉ាកូនសម្លាញ់ម៉ាក់ស៊ីស្កាកូនទៅមកពីណានឹងការប៉ិនអារ្យាទៅតែមកដល់ទៅតែផ្លាស់សម្លៀកបំពាក់អំបញ្ញមិញទេណាហេតុអីបានជាថ្មនេះឯងទៅតែមកដល់ផ្ទះទៅឯងទៅផ្លាស់សម្លៀកបំពាក់ទៅណាឮទេអារ្យាកូនឆាប់ទៅក្នុងផ្លាស់សម្លៀកបំពាក់ទៅណាទីវាសួស្ដីលោកប៉ាតារ៉ាតាសំទោសណាលោកណែជាធម្មតាទេកូនស្រីទាំងពីរនាក់អញ្ចឹងដូចជាមានការខ្វះខាតបន្តិចការពិតសឹងថារាល់ថ្ងៃទៅហើយគេទាំងពីរនាក់គឺពិតជាធ្វើឲ្យខ្ញុំឈឺក្បាលខ្លាំងណាស់អើយពិបាកទ្រាំមែនតើឈឺក្បាលស្ទើរតែផ្ទុះធម្មតាទេលោកស្រីនេះទើបគេហៅថាក្មេងៗណាមែនហើយសុំអញ្ជើញបាទអរគុណហើយអញ្ជើញអង្គុយអរគុណអ្នកស្រីតើមានអ្វីត្រូវខ្ញុំជួយដែរទេខ្ញុំចង់និយាយរឿងមួយដែលមានគូភាគីទាំងពីរគឺនាងខ្ទឹមសនោះណាតើមានបញ្ហាអ្វីទៅលោកអាចឲ្យខ្ញុំដឹងផងបានដែរទេគ្មានបញ្ហាអីទេលោកស្រីគឺខ្ញុំគ្រាន់តែចង់និយាយរឿងបន្តិចប៉ុណ្ណោះចាសូមចាំមកផ្លែសិនណាចាំខ្ញុំទៅហៅនាងមកជួបធ្វើកុនបានតកំហងខ្លួនឯងរងទុកចំបែកទឹកភ្នែកឈឺផ្សាចង់បានខ្វ